ជុំមកដល់សាច់រឿងរបស់យើងតែម្ដងយើងក៏ឃើញថាមានក្មេងប្រុស3នាក់ហើយម្នាក់ទៀតកំពុងតែឡើងភ្នំកំពុងតែឡើងសុកសុកក៏មានក្មេងប្រុសម្នាក់ដែលធ្លាក់មកពីកំពូលភ្នំមកលើក្មេងប្រុសដែលកំពុងតែឡើងភ្នំបានពាក់កណ្ដាលនោះដូច្នេះហើយធ្លាក់មកដល់ដីអត់មាននរណាមានរបួសឬមកក៏ស្លាប់ទេហើយក៏ពីអ្នកទៀតក៏បានសួរថានេះគឺជាអ្នកចម្បាំងមែនទេហើយអ្វីគាត់និយាយធ្លាក់មកខ្ពស់ហើយមិនស្លាប់ដូច្នេះនេះប្រហែលជាអ្នកចម្បាំងដ៏អស្ចារ្យហើយធ្លាក់មកពីទីខ្ពស់ហើយអ្វីក៏មិនស្លាប់ទៀតខ្ញុំសូមពិនិត្យមើលគាត់បន្តិចសិនតើគាត់ស្លាប់ឬនៅមិនต้องស្លាប់ទេគាត់ជាពូកែមែនគាត់គឺជាអ្នកចម្បាំងមែនទេហើយដល់សារតែគាត់ហត់នោះគាត់ក៏ធ្លាយផោមបន្តិចទៅធ្លាយទៅលើចុងសានហើយម្នាក់នេះគឺមានឈ្មោះថាចុងសានចំណែកអាញាផោមគឺមានឈ្មោះថាសៀជាងដែលជាទូប្រុសរបស់យើងតែម្ដងហើយមិនទាន់ដឹងស្អីផងចុងសានក៏បានរុញសៀជាងចេញរួចហើយក៏យកដាវមកព្យួរករបស់គាត់ដើម្បីសួរថាគាត់គឺជាអ្នកណាហើយអ្វីក៏ធ្លាក់មកពីលើខ្ពស់គាត់ឡើងយូរហើយបានត្រឹមតែពាក់កណ្ដាលតែឯងគឺជាអ្នកណាហើយអ្វីក៏ឡើងខ្ពស់ជាងគាត់ដូច្នេះដល់ពេលនេះដែរទូប្រុសរបស់យើងក៏ភ័យបន្តិចដែរគេក៏ដកដាវចេញហើយក៏គេនិយាយថាមានរឿងអីអាចនិយាយគ្នាបានបន្ទាប់មកទូប្រុសរបស់យើងក៏សម្លឹងទៅមើលពួកនឹងគេថាខ្ញុំឆ្លងភពមកសម័យបុរាណមែនទេហើយអ្វីក៏ពួកគេស្លៀកពាក់បុរាណដូច្នេះរបបខ្ញុំឆ្លងភពមកមែនឬចំសារវិញគេមកចាំទេគេក៏បានសួរទូប្រុសរបស់យើងហើយដោយបាច់ចែកធ្លាក់មកតែគេជាណាទូប្រុសរបស់យើងមិនចាំទេក៏រៀបរាប់ទាំងអស់មកតែម្ដងថាគេគឺជាសិល្បករឬនៅនេះហើយពួកនឹងក៏ឆ្ងល់អត់មានណាគេដឹងទៅនិយាយចុះនិយាយឡើងពួកគេក៏បានរៀបរាប់នឹងណែនាំឈ្មោះពួកគេថាខ្ញុំគឺទេតានចំណែកខ្ញុំគឺ27ចំសាមក៏បាននិយាយថាព្រមតុងធានមិនមានអ្នកណាធ្លាប់ឡើងបានខ្ពស់នោះទេហើយអ្វីក៏អាចធ្លាក់មកទីខ្ពស់ជាងខ្ញុំទៅទៀតតែគេជាណាទូប្រុសរបស់យើងគេនិយាយថាកាត់ទៅ12ថ្ងៃមុនខ្ញុំចាំបានហើយសៀជាងបានទៅប្រាប់វិជ្ជាបណ្ឌិតឲ្យបណ្ឌិតរៀនការរបស់គេរួចហើយវិជ្ជាបណ្ឌិតបាននិយាយប្រាប់គេថាឯងគឺជាក្មេងអាយុ7ឆ្នាំនោះទេហើយអ្វីមានរាងកាយធំធាត់លួននឹងដុះដូចជាមនុស្សពេញវ័យដូច្នេះបើសិនបើឯងមានអាយុ30ឆ្នាំឯងនឹងទ្រុឌទ្រោមដូចជាមនុស្សចាស់អញ្ចឹងដុកទ័របានពិនិត្យរាងកាយហើយគាត់ក៏បាននិយាយថាទូប្រុសរបស់យើងធំធាត់ខុសពីមនុស្សធម្មតាគឺជារឿងដែលកម្រមួយហើយទូប្រុសរបស់យើងមានខួរក្បាលអច្ឆរិយៈដែលអាចគិតខ្លាំងជាងមនុស្សធម្មតា3ដងនោះហើយក៏ជាមនុស្សដែលអស្ចារ្យនៅក្នុងពិភពលោកនេះនឹងអាចខ្ជុះខ្ពស់ខ្ញុំមិនដែលឃើញទេក្នុងការដែលធំធាត់លើដូច្នេះសៀជាងក៏បានសួរទៅដុកទ័រថាតើខ្ញុំអាចខ្លាចទៅជាក្មេងអាយុ7ឆ្នាំវិញទេខ្ញុំត្រូវការរៀនកាយរបស់ខ្ញុំមកវិញចំណែកឯដុកទ័រក៏បាននិយាយថាឯងប្រើជីវិតរបស់ឯងនៅសេសសល់នេះប្រើឲ្យរីករាយទៅខ្ញុំមិនអាចជួយបាននោះទេបន្ទាប់មកសៀជាងរបស់យើងជិះឡើងទាំងអត់សង្ឃឹមហើយគេនិយាយ